ជំរាបសួរណាសួស្តីម្ដងទៀតណាជួបគ្នានៅក្នុងមេរៀនថ្មីណាថ្ងៃនេះគឺយើងនិយាយអំពីតិចនិចថ្មីមួយទៀតណាដែលយើងអាចយកមករួមបញ្ចូលនៅក្នុងការលេង solo របស់យើងណាគឺដូចបទខ្ញុំលេងមិញហ្នឹងគឺបទ always somewhere ខ្មែរយើងមានដែរបទកម្មទេពស្នេហ៍ណាគឺតិចនិចយើងឆ្កឹះខ្សែហើយបន្ទាប់មកយើងដោលតែម្ដងណាដោយអត់យកក្រចកយើងកេះខ្សែទេគឺដូចនេះណាគឺមានតិចនិចច្រើនណាប៉ុន្តែខ្ញុំចង់បញ្យល់និងបង្ហាញអំពីតិចនិចមួយពិសេសនេះដែរណាហើយនៅចុងបញ្ចប់នៃមេរៀនខ្ញុំក៏នឹងបញ្យល់ណាតើនៅក្នុងការលេងក្បាលបទមួយហ្នឹងយើងប្រើតិចនិចអ្វីខ្លះដែលយើងបានសិក្សាជាមួយគ្នាហូហែណាក្នុងតិចនិចដែលយើងបានសិក្សាហើយហ្នឹងខ្ញុំនឹងសង្ខេបឡើងវិញផងដែរប៉ុន្តែសំខាន់គឺយើងត្រូវចេះតិចនិចនៅថ្ងៃនេះគឺឆ្កឹះខ្សែហើយដោលយកតែម្ដងណា pull off and bending ណា pull off and then bending ណាគឺអូខេដូច្នេះដើម្បីធ្វើឲ្យចេញជា sound របៀបនេះណាដែលខ្ញុំនឹងបង្ហាញនេះណាលេខបានគឺយើងបុកបញ្ចូលគ្នា2តែម្ដងគឺទី1គឺ pull off ឬក៏ឆ្កឹះខ្សែហ្នឹងមានន័យថាម៉េចដែលយើងសិក្សាហើយគឺយើងកេះហើយយើងឆ្កឹះហើយមួយទៀតគឺយើងដោលប៉ុន្តែដោលជាសោតសម្រាប់បទនេះយើងយកចង្អុលដៃដោលប៉ុន្តែតិចនេះផងដែរគឺយើងគួរសិក្សាទៅលើគ្រប់ទម្រង់ម្រាមដៃមានន័យថាម្រាមដៃទាំង4ណាគឺឆ្កឹះហើយដោលអញ្ចឹងដើម្បីឈានទៅដល់នឹងបានយកខ្ទង់ទី5ដដែលណាគឺយកខ្សែទី3ទៅណាសម្រាប់ហ្គីតាអាគូស្ទិកខ្សែទី3មានខ្សែដែលគេរុំហើយមួយទៀតគឺខ្សែលាតគេអត់មានរុំទេអញ្ចឹងសម្រាប់ការលេង style ដោលខ្សែនេះគឺខ្ញុំ recommend ឲ្យយើងរកខ្សែទី3ណាដែលមិនរុំមានណាទំហំវាមានខ្សែទី3តាក់រុំទេណាបើហ្គីតាelectric ហ្គីតា solo ច្បាស់ហើយគឺអត់មានរុំទេណាគឺយើងស្រួលដោលហើយវាស្វិតផងណាបាទទុនដូច្នេះយើងខ្ទង់ទី5ខ្សែទី3ណាដំបូងគឺយើងហាត់ដោលនៅដៃចង្អុលគឺយើងយកដៃកណ្ដាលយើងចុចខ្ទង់មកយើងកេះមកហើយយើង pull off មកច្បាស់ហើយយើងត្រូវ pull off ឲ្យលឺល្អបាននៅសល់សំឡេងអាំងយើងដោលណានៅពេលដែលយើងកេះវាលឺនៅពេលដែលយើង pull off សូមឲ្យមានដូចជា volume note ហ្នឹងគឺរក្សាប្រហែលជា80ទៅ 85% នៃការកេះហ្នឹងបានយើងធ្វើការដោលទៅវានៅ sound effect របស់វា sound របស់វាដើម្បីយើងដោលយក effect ហ្នឹងណាគឺតោះយើងដោលណាយើង hold សិនណាតើមកយើង release វិញក៏បានដែរអូខេតើមកសម្រាប់ម្រាមកណ្ដាលគឺយើងមានម្រាមចង្អុលដៃ support វាងាយស្រួលជាងអញ្ចឹងយើងយកដៃនេះយើងចាប់មកហើយយើងកេះហើយយើង pull off ដៃនេះហ្នឹងហើយយើងប្រើម្រាម2នេះដើម្បីដោលណាស្រួលជាងអញ្ចឹងក្នុងការដោលហ្នឹងណាគឺការដោលយើងមានកន្លះតុងដោលរយៈចម្ងាយ1តុងនិង1តុងកន្លះដែលខ្ញុំបានបញ្យល់នៅក្នុងមេរៀនមុនហ្នឹងអញ្ចឹងពេលយើងដោលដោយបត់ណាបត់ខ្លះត្រូវការកន្លះតុងទៅប៉ុណ្ណឹងជាក់ស្ដែងដូចបត់មិញខ្ញុំលេងហ្នឹង
bậc là tiết thời gian mà tông hoàng đai chẳng dân thời chơi quạt sầm lệ nè nick nông miền môn thì bạn làm cái hai nè cứ là tông cứ đau từ rôn nào để dân chập nè để lấy bị dân chẳng đau mà tông cứ dân đau lằng tịnh nè ok tập mới dân chập bên thì mới dân vừa cột đây dân đó bạn nó đi sủi chiên để sao dân miền bên riêng là bị support nè bàn tay chấm lịch lư hiện một bạn tích cứ không ca ở côn đây như là bị pull off rồi có cực sai nâng những chiều viên đại dương passport oxide xem để bằng lời sầm lấy cái những điện hỏi em pi cả control sai ở sai na lư sai nằm lư đó cứ lạiនេះគឺដើម្បីឲ្យកូនដៃយើងស្រួលណាគឺយើងយកកញ្ចក់កេះនេះពិតនឹងខ្សែខាងក្រោមដែលយើងកេះនឹងនៅពេលយើងឆ្កឹះមកទោះបីវាប៉ះខ្សែខាងក្រោមវាក៏ប៉ុន្តែវាមិនញឹតណាខ្ញុំឃើញពាក្យបច្ចេកទេសហ្នឹងពាក្យថាញឹតហ្នឹងបងប្អូនខ្លះថាមុតមិនមែនមុតទេណាគឺញឹតមកចងញោមញោតញឹតហ្នឹងគឺអត់ឲ្យមានសំឡេងណាគឺតែបើយើងអត់ធ្វើដូចហ្នឹងគឺវាលឺដែរណាជាយើងហាត់មកណាម្ដងមួយបាទដៃនាងតូនអូខេអញ្ចឹងត្រូវការតស៊ូណាកូនដៃមិនបានក៏មិនអីដែរតិចម្ដងយើងបៀលណាកម្លាំងដៃរបស់យើងវឹកហាត់អញ្ចឹងសំខាន់គឺបានដៃកដាលដៃនាងទៅសម្បូរបែបហើយណាគឺដៃច្អល់ដៃកដាលដៃនាងដៃកូនយើងអត់មានអីណាអត់មានអីដើម្បីpull off ទេដែលថាដៃកូនយើងព្រាមចុងក្រោយគេអូខេដូច្នេះបទមិញនឹងខ្ញុំលេងគឺយើងប្រើតិចនិចអ្វីខ្លះបូករួមមិនសមនឹងបូករួមទាំងតិចនិចដែលយើងទៅហាត់មិញនឹងគឺឆ្កើឲ្យដាវហ្នឹងណាអញ្ចឹងខ្ញុំលេងមិនដំបូងគឺខ្ញុំណាប្រហែលជាមានតិចនិចខ្លះដែលយើងអត់ដល់ទេប៉ុន្តែខ្ញុំសូម cover ឡើងវិញណាដឹងថាយើងអាចដើម្បីលេងក្បាលបទនឹងបានយើងមានតិចនិចអីខ្លះអញ្ចឹងយើងមើលណា bend កេះមួយទៀត release តបមកកេះ pull off បាទអូខេមកកេះ pull off bend slide កេះ pull off bend release slide អញ្ចឹងក្នុងមួយជំហានមកសម្លេងហ្នឹងគឺសុទ្ធតែមានតិចនិចទាំងអស់ហើយសុទ្ធតែមានពាក្យបច្ចេកទេសដែលយើងហៅទាំងអស់ណាអញ្ចឹងបើយើងយល់ពាក្យយ៉ាងនេះនៅមានក្រោយដែលខ្ញុំបង្ហាត់បទអីហ្នឹងនៅពេលដែលខ្ញុំនិយាយគឺយើងចាប់បានភ្លាមដូច្នេះទៅម្ដងទៀតណាដោលកេះបទូមកវិញ release ណាតាមព្រៀងអត់កេះ bend release បែរមកតង់ release ហើយទៅមកកេះ pull off bend release slide អូខេឃើញចောက်អត់មានកម្រើកទេគឺសោនចេញពីដៃឆ្វេងដែលយើងចាក់ខ្ទង់ទាំងអស់ដែលយើងបញ្ចូលតិចនិចទាំងអស់ហ្នឹងអូខេម្ដងទៀតនេះ vibration vibrato ប៉ុន្តែយើងអត់ដល់ទេណាហ្នឹងជារសជាតិមួយផ្អែមដែរក្នុងការលេង solo តមកម្ដងទៀតដោលណាយើងដោលហើយយើង hold ហើយយើង vibration នៅលើអាណាប់ដោលនោះទៀតណា
អូខេដូច្នេះមានតែប៉ុណ្្នឹងថ្ងៃហ្នឹងណាតែសំខាន់ណាអ្វីដែលខ្ញុំបង្ហាញហ្នឹងគឺឲ្យចាប់បានគឺតិចនិចមួយហ្នឹងណាគឺកែឆ្កើប៉ុណ្ណឹងបានហើយណាតែបើយើងចង់ហាត់លេងក្បាលបត់នឹងតាមក៏មិនតោះខុសដែរអញ្ចឹងមើលម្ដងទាំងអស់គ្នា You ready បាទសូមអរគុណច្រើនអញ្ចឹងជួបគ្នានៅក្នុងមេរៀនក្រោយដែរយើងនឹងនិយាយអំពី technique ផ្សេងទៀតណាអញ្ចឹងខិតខំនៅពេលដែលយើងបាន technique ច្រើនហើយយើងហាត់តែ lick 50-60 lick 100 lick សម្រាប់យកមកជាដើមទុនទៅការលេង slow របស់យើងសម្បូរបែបហើយណាខ្ញុំនឹងឲ្យដែរអំពី lick guitar អូខេបាយបាយ